នៅក្នុងវីដេអូនេះខ្ញុំមកចែករំលែកពីរបៀបធ្វើសណ្តែកដីលីងគ្រឿងមួយមុខនេះសម្រាប់អ្នកដែលគាត់ចូលចិត្តដាច់យប់មើលកីឡារឿងភាគអីហ្នឹងគាត់ថាត្រូវខ្លាំងហើយជាពិសេសអ្នកដែលគាត់ចូលចិត្តញ៉ាំអាចជាក់ល្ងាចឡើងអីហ្នឹងមួយមុខនេះគឺសំខាន់តេះបានយូរចង់និយាយរឿងក្នុងចិត្តពីព្រឹកដល់ល្ងាចក៏អត់បញ្ហាដែរអញ្ចឹងមុននឹងចូលដល់របៀបធ្វើសូមបងប្អូនជួយ share វីដេអូមួយនេះឲ្យបានច្រើនផងដែរជាដំបូងនេះគឺខ្ញុំត្រូវបំពងគ្រឿងសិនដំបូងដាក់ប្រេងឆាចូលក្នុងខ្ទះហើយដាក់ខ្ទឹមសយើងហាន់ប្រទេសស្ដើងណាខ្ទឹមសនេះខ្ញុំហាន់ឲ្យត្រាំទឹកចោលស្ទុះមើលតែខ្ទឹមសយើងចាប់ផ្ដើមឡើងប្រែពណ៌ហើយដាក់គល់ស្លឹកគ្រៃចូលកូររហូតតតែគល់ស្លឹកគ្រៃនឹងរាងក្រៀមបន្តិចចាំដាក់ស្លឹកក្រូចចូលគល់ស្លឹកក្រូចនឹងមកត្រឡប់ពីត្រឡប់មើលតែរាងឡើងស្រាលហើយដាក់ម្ទេសក្រៀមចូលហើយគ្រឿងអស់ហ្នឹងបងប្អូនចង់បំពងស្លឹកក្រូចខ្ទឹមសគល់ស្លឹកគ្រៃម្ទេសក្រៀមផ្សេងគ្នាក៏បានដែរប៉ុន្តែខ្ញុំធ្វើយកលឿនណាដាក់ម្ដងទាំងអស់ហ្មងស្រង់ចេញមកប្រេងឆាដែលនៅសល់ហ្នឹងគឺអត់ចោលទេដាក់បំពងជាមួយនឹងសណ្តែកដីបន្តហើយសណ្តែកដីហ្នឹងគឺសណ្តែកដីឆាបំពងរហូតតតែសណ្តែកដីនឹងឡើងឆ្អិនហើយគ្រឿងដែលយើងបំពងហើយស្រង់ចេញស្រស់ឲ្យស្រស់ប្រេងតិចចាំចាក់ដាក់ចូលក្នុងចានសណ្តែកដីនេះមិនពិបាកចំណាំទេបំពងមើលតែវាឡើងប្រែពណ៌ក្រហមហើយយើងស្រង់ចេញមកឬបើសិនជាបងប្អូនពិបាកស្មានអាចស្រង់សណ្តែកដីនឹងចេញមួយហើយយកមកភ្លក់បើសិនជាទុកវាឲ្យចោលត្រជាក់ហើយស្រួយអានឹងឆ្អិនហើយព្រោះថានៅពេលដែលក្តៅយើងភ្លក់មិនក៏ដឹងថាសណ្តែកដីស្រួយដែរហើយមួយវិញទៀតបើបានសណ្តែកដីថ្មីយកមកធ្វើកាន់តែឆ្ងាញ់បន្ទាប់ពីស្រង់សណ្តែកដីហើយយើងទុកវាមួយឡែកឲ្យស្រស់ជាតិប្រេងតិចទៅហើយបន្ទាប់មកគឺខ្ញុំដាក់ប៊ឺចូលបន្តិចប៊ឺនេះខ្ញុំប្រើមកចុងសាព្រាទេបើកភ្លើងតិចហើយនៅពេលដែលប៊ឺយើងចាប់ផ្ដើមរលាយហើយដាក់សណ្តែកដីចូលកូរវាទៅមកឲ្យប៊ឺនឹងបានចូលសព្វជាមួយនឹងសណ្តែកដីហើយភ្លើងបើកតិចបានហើយពេលដែលកូរយូរទៅគឺវាចាប់ផ្ដើមស្ងួតហើយសណ្តែកដីយើងប្រែពណ៌ឡើងក្រហមបែបនេះបន្ទាប់មកយកគ្រឿងដែលបានបំពងមុនហ្នឹងយកមកលីងជាមួយនឹងសណ្តែកដីហើយប្រើភ្លើងតិចដើម្បីឲ្យគ្រឿងទាំងអស់ហ្នឹងវាស្ងួតបានល្អអត់មានជាតិទឹកហើយការលីងនេះគឺយើងប្រើរយៈពេលបន្តិចដែរប្រហែលជា10ទៅ15នាទីអីដែរហ្នឹងយើងលីងតិចចុះហើយយើងកូរមើលទៅបើសិនជាឃើញថាគ្រឿងទាំងអស់ហ្នឹងចាប់ផ្ដើមស្ងួតហើយមុននឹងលើកចុះគឺខ្ញុំបន្ថែមជាមួយនឹងម្សៅស៊ុបមួយចុងសាព្រាបាយនិងស្ករសកន្លះសាព្រាបាយតាមបងប្អូនចូលចិត្តគ្រឿងដិតឬមិនសូវដិតអញ្ចឹងគ្រឿងគឺខ្ញុំប្រើប៉ុណ្ណឹងបងប្អូនអាចបន្ថែមបន្ថយរសជាតិទៅតាមចំណូលចិត្តបានណាព្រោះអ្នកខ្លះក៏ចូលចិត្តញ៉ាំរសជាតិរៀងចាស់គ្រឿងហើយដូចខ្ញុំចេះចូលចិត្តញ៉ាំស្រាលព្រោះជារបស់ញ៉ាំលេងកំដរមកដាក់ប៉ុណ្ណឹងទៅគឺយើងអាចតេះបានយូរនិយាយរឿងក្នុងចិត្តចង់មកយកតោភ្លឺក៏អត់បញ្ហាដែរនៅពេលដែលធ្វើហើយទុកឲ្យត្រជាក់សិនណាចាំច្រកដាក់កន្លកែវឬក៏កន្លថ្មបើសិនជាច្រកទាំងក្តៅអាចនឹងបែកញើសអញ្ចឹងធ្វើឲ្យគ្រឿងដែលយើងលីងទាំងអស់ហ្នឹងគឺវាចុះទន់មកវិញហ្មងហើយនៅពេលដែលចោលត្រជាក់ត្រូវប្រញាប់ច្រកទឹកដូចគ្នាព្រោះទុកនៅក្រៅយូរក៏ធ្វើឲ្យសណ្តែកដីហើយនឹងគ្រឿងទាំងអស់ហ្នឹងទន់មកវិញដូចគ្នាដែរសណ្តែកដីស្រួយឈ្ងុយដាក់ជាមួយនឹង Gainsberg Snow អូយនិយាយពីថាឡើងត្រូវគ្នាហ្មង Gainsberg Snow នេះរសជាតិគេស្រាលស្រួលលេបហ្មង Gainsberg Snow cool like that វីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលមើលតាំងពីដើមរហូតដល់ចប់កុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាបាយបាយ